ក្រោយពីបានស្ដាប់សម្លេងនេះហើយបងប្អូនប្រហែលជាឆ្ងល់ថាក្តាមនេះកំពុងតែរត់ពេញផ្ទះហើយមើលទៅនេះមិនមែនជាក្តាមរត់ពេញផ្ទះទេដែលក្តាមខ្ញុំចាប់នៅក្នុងផ្សារទំនើបមួយឥឡូវនេះខ្ញុំបានចាប់មកដល់ផ្ទះរបស់យើងហើយមិននៅឡើយបំលែងក្តាមនោះឲ្យទៅជាសម្បកផ្សេងសាច់ផ្សេងដើម្បីយកធ្វើចម្អិនម្ហូបដ៏ឈ្ងុយឆ្ងាញ់ជាមួយនឹងការមុននឹងចម្អិនខ្ញុំបានធ្វើការបំពងខ្ទឹមយ៉ាងឈ្ងុយឆ្ងាញ់បំពងខ្ទឹមហើយខ្ញុំបានត្រៀមជាមួយនឹងការចាក់នៅបាទពងទាប្រៃចូលបងប្អូនណាពងទាប្រៃលាយជាមួយនឹងពងទាសាបរបស់យើងហ្នឹងបន្ទាប់មកយើងក៏លុកវាឲ្យគេហៅថាសប់សាច់ទៅបន្ទាប់មកយើងក៏ចាក់ជាមួយនឹងក្តាមរបស់យើងចូលចាក់ហើយយើងកូរឲ្យសប់បងប្អូនណាធ្វើម៉េចជាមួយនឹងក្តាមរបស់យើងរៀងធំផ្ទះរបស់យើងរៀងទូចអញ្ចឹងចាក់ឲ្យមិនបងយូរយើងថែមជាមួយនឹងគ្រឿងយ៉ាងឈ្ងុយឆ្ងាញ់បន្ទាប់មកយើងប៉ុន្មាននាទីក្រោយយើងបើកមកបងប្អូនអើយនិយាយទៅថាក្លិនឈ្ងុយដល់ផ្ទះលេខ7មកជួផ្ទះខ្ញុំមកដុំវត្តទួលនឹងនិយាយទៅថាឈ្ងុយក្លិននឹងដល់ក្រអូបតែម្ដងមិនបងអង្គយូរយើងមានជាមួយនឹង Cambodia Black Beer ដែលមានរសជាតិឈ្ងុយឆ្ងាញ់បងប្អូនញ៉ាំជាមួយនឹងបាយក្តៅនៅផ្ទះរបស់យើងទៀតនិយាយទៅថាអូហូយជាមួយនឹងក្តាមឆាពងទាប្រៃទៀតនិយាយទៅថាជាតិតែម្ដងឃើញហើយស្រក់ទឹកមាត់តែម្ដងបងយើងចង់ញ៉ាំសាក់នៅផ្ទះដ៏មានរសជាតិឈ្ងុយឆ្ងាញ់កុំភ្លេចជាមួយនឹង Cambodia Black Beer បងប្អូនណាញ៉ាំជុំក្រុមគ្រួសារញ៉ាំជុំមនុស្សជាទីស្រឡាញ់របស់យើងកាន់តែអែមតែម្ដងកុំឲ្យរំលងញ៉ាំឲ្យពុកម៉ែបងប្អូនបានទស្សនាទាំងអស់គ្នាអាយយនិយាយថាកាមកបងប្អូនឲ្យជាតិតែម្ដងនិយាយថាស្នូកវាសិតតែសាច់តែម្ដងបងប្អូនហើយដាក់ចូលមាត់ហើយបងប្អូនអូយឆ្ងាញ់មែននិយាយថាតាគីបវាវិញទៀតកាន់តែឆ្ងាញ់អែមតែម្ដងអញ្ចឹងបងចង់បានភាពឆ្ងាញ់ទាំងអស់នោះកុំភ្លេចធ្វើការញ៉ាំទាំងអស់គ្នាវីដេអូមានតែប៉ុណ្្នឹងទេសូមអរគុណសូមជម្រាបលាបាយបាយជួបគ្នានៅក្នុងវីដេអូក្រោយបន្តទៀត